អឺនិយាយរួមទៅនឹងក៏ជាផ្នែកមួយដែរបងផ្នែកមួយណាផ្នែកមួយដែរឧទាហរណ៍ថាយើងមើលប្រទេសដែលគេអភិវឌ្ឍប្រទេសគេរុងរឿងទៅបានត្រូវមានធនធានមួយជាសំខាន់គឺធនធានមនុស្សជាចម្បងកាលណាបើមានធនធានមនុស្សធនធានសម្បត្តិវាកើតតាមក្រោយនឹងអញ្ចឹងយ៉ាងណានៅក្នុងពុទ្ធសាសនាក៏ដូចគ្នាអញ្ចឹងដែរយើងមិនអាចបដិសេធរឿងវត្តធំវិហារធំបានទេអាហ្នឹងវាកើតមកអំពីធនធានមនុស្សប៉ុន្តែយើងឆ្ងល់ថាជួនកាលវត្តខ្លះអត់សូវមានអ្នកចេះដឹងទេក៏ប៉ុន្តែហេតុអីបានជាវត្តចេះតែធំទៅថាហ្នឹងវាសល់កំអែលពីមុនមកសល់កំអែលអ្នកជ្រះថ្លាពីមុនមកជឿបនបានអញ្ចឹងជាធ្វើធំអញ្ចឹងទៅប៉ុន្តែថែរក្សាអត់បានយូរខ្ញុំរបៀបរីកចម្រើនអញ្ចឹងថែរក្សាអត់បានយូរទេតិចទៅផ្លាស់ប្ដូរទៅរីកចម្រើនទៅអលត់ឈឹងរីកចម្រើនទៅស្ងាត់ឈឹងវត្តមួយគេណាដោយសារអីវាអត់មានធនធានអ្នកគ្រប់គ្រងធនធានអ្នកដឹកនាំធនធានអ្នកចេះដឹងសម្រាប់គ្រប់គ្រងការរីកចម្រើននឹងអញ្ចឹងនៅក្នុងពុទ្ធសាសនាពាក្យថាព្រះពុទ្ធសាសនាគឺឱវាទរបស់ព្រះសម្មាសម្ពុទ្ធនិយាយរួមគឺជាមេរៀនបើកាលណាមនុស្សមានការរៀនសូត្រចេះដឹងច្រើនគឺត្រូវតែគង់វង្សថិតថេរឧទាហរណ៍ដូចជាសម័យបារាំងគ្រប់គ្រងតាមដែលអាត្មាសិក្សាប្រវត្តិសាស្ត្រមកហើយស្ដាប់ចាស់មុនគាត់និយាយមកបារាំងក៏ចង់បំបត្តិដែរចង់ផ្សាយសាសនាដទៃនៅគ្រប់ស្រុកខ្មែរយើងដែរប៉ុន្តែធនធានអ្នកចេះដឹងវាច្រើនណាធនធានអ្នកចេះដឹងច្រើនរៀនតែក្រោមដើមឈើទេសម័យពីដើមប៉ុន្តែអ្នកខ្លាំងច្រើនណាអ្នកប្រាជ្ញខ្លាំងច្រើនណាវាមានស្នូលដែលហៅថាពលឹងជាតិហ្នឹងវានៅអ្នកចេះដឹងហ្នឹងវាច្រើនរបស់ដែលវានៅនឹងឯងបានពង្រីកសម្ភារៈឡើងវិញបានឧទាហរណ៍ដូចជាសម័យពលពតមកទៀតវត្តអារាមត្រូវបានគេកំទេចចោលឃើញទេប៉ុន្តែឈ្មោះថាពុទ្ធសាសនាបាត់ទេថាអត់បាត់ទេព្រោះនៅក្នុងចិត្តខ្មែរយើងនៅមានអ្នកបួសដែលសឹកទៅនៅមានពុទ្ធបរិស័ទដែលធ្លាប់គោរពស្រឡាញ់ពុទ្ធសាសនានៅមានគ្រាន់តែពលពតទៅបាត់វត្តអារាមកើតឡើងវិញធ្វើកើតពីណាថាវត្តមុនមិនមែនការគ្នាទេហៅថាពហិយចាស់ហ្នឹងអ្នកបង្កើតពហិយថ្មីអត់ទេគឺមនុស្សឯងអញ្ចឹងដែលថាពុទ្ធសាសនាបាត់បង់សម័យពលពតបាត់តែរូបភាពទេប៉ុន្តែពុទ្ធសាសនានៅទីណាថានៅក្នុងចិត្តទេណាដែលឈ្មោះថាចិត្តដោយអត្ថវិចិត្រដែលឈ្មោះថាចិត្តដោយអត្ថគិតយ៉ាងណាធ្វើយ៉ាងនោះអញ្ចឹងតាមទំនោរចិត្តរបស់មនុស្សកើតដឹងខ្លួនមកវិញនាំគ្នាធ្វើវត្តធ្វើអារាមទៀតប៉ុន្តែបើដូចសម័យពលពតឲ្យបាន50ឆ្នាំឲ្យបាន100ឆ្នាំស្លាប់អ្នកមួយសម័យនឹងអស់ទោះបីទុកវត្តណាទោះបីទុកវត្តទុកតវត្តចុះប៉ុន្តែមនុស្សអ្នកកាន់ពុទ្ធសាសនានឹងសម្រាប់ចោលអស់កុំឲ្យនៅសល់ទុកវត្តចុះមនុស្សសម័យក្រោយកើតមកក៏អត់ស្រឡាញ់អត់អាចកើតវត្តសាឡើងវិញប៉ុន្តែវ័យអារាមឲ្យអស់តែកុំសម្រាប់មនុស្សអ្នកកាន់ឡើងមកវិញធ្វើទៀតអញ្ចឹងកត្តាសំខាន់គឺមនុស្សអ្នកយល់ដឹងតួយ៉ាងដូចជានៅឥណ្ឌាឃើញទេហិណ្ឌូគ្រប់គ្រងមិនឲ្យពុទ្ធសាសនាកម្រើកអស់500ឆ្នាំអ៊ីស្លាមអស់200ឆ្នាំទៀតទាំងអស់700ឆ្នាំពុទ្ធស្ថាននៅយើងកើតមើលណាពុទ្ធស្ថាននៅកន្លែងប្រសូតកន្លែងត្រាស់ដឹងសួរថាទីបំផុតទៅអ្នកក្រោយមានដឹងតែខ្លួនឯងកាន់សាសនាអត់ដឹងអញ្ចឹងធនធានទាំងពីរគឺធនធានមនុស្សហើយនិងធនធានសម្បត្តិធនធានមនុស្សត្រូវតែជាកត្តាចម្បងដែលយើងនិយាយថាពុទ្ធសាសនាត្រូវបាត់បង់អស់កាលពីសម័យពលពតតែពិតបាត់ទៅរូបភាពទេតែខាងក្នុងនៅណាញោមខាងក្នុងនៅប៉ុន្តែបើអាត្មាសម្លឹងមើលបច្ចុប្បន្ននេះខាងក្រៅនៅតែខាងក្នុងបាត់បង់វិញខាងក្រៅនៅក៏ប៉ុន្តែខាងក្រៅបាត់បង់វិញនិយាយពីបព្វជិតមិនបាច់និយាយធម្មញាតិញោមនិយាយពីបព្វជិតអ្នកលះបង់បួសមួយជីវិតសួរថាសម្បូរទេសពថ្ងៃអត់ទេវត្តសម្បូរចុះសម័យពីដើមមានអ្នកប្រាជ្ញបួសមួយជីវិតច្រើនណាស់លោកតាចាស់បួសតាំងពីក្មេងដល់ចាស់ច្រើនមានន័យថាខាងក្រៅអត់សូវរីកប៉ុន្តែខាងក្នុងស្រឡាញ់ទោះបីគេចង់បំបត្តិអីយ៉ាងម៉េចមនុស្សតស៊ូប៉ុន្តែសម័យបច្ចុប្បន្ននេះអ្វីដែលអាត្មាមើលឃើញមានន័យថាជាសម័យដែលដួលមិនបាច់ច្រើនបានមិនបាច់ខំ
អត់មាននរណាហាមមិនឲ្យទៅវត្តដោយពលពតទេក៏ប៉ុន្តែត្រូវអ្វីៗខាងក្រៅនឹងខាបយកព្រលឹងអស់តាមវត្តតាមអារាមមួយមិនមានសន្តិភាពមានតែការឆ្លោះតោះតេងគ្នាមានចេះស្រឡាញ់គ្នាអីវិហារធំប៉ុន្តែក្តៅកគុកអង្គុយមិនកើតចូលទៅអង្គុយអត់កើតនិយាយមិនត្រូវគ្នាមួមុខដាក់គ្នាមានន័យថានៅតែរូបភាពខាងក្នុងចាប់ផ្ដើមបែកបាក់ដោយរូបរាងកាយយើងចឹងណារូបរាងកាយយើងតែកាលណាចិត្តវិញ្ញាណបាត់ហើយរូបកាយនេះនៅមិនបានទេអជារាំងវេទយ៉ាងកាយោបថវងអរិសេសតិឆតធអបេតវិញ្ញាណោនិរថੰវិកលឹងករាំងកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រហែលជាកាយគឺគេបោះបង់ចោលក៏នឹងដេកសង្កត់នៅលើផែនដីដោយប្រយោជន៍គ្មានយ៉ាងណាមិញតួវត្តអារាមដោយរូបរាងកាយមនុស្សដូចជាចិត្តវិញ្ញាណកាលណាមនុស្សអស់មានការស្រឡាញ់ហើយវត្តហ្នឹងក៏ត្រូវគេយកទៅធ្វើអីផ្សេងវិញបាននឹងចឹងចឹងបានជាពុទ្ធបរមគ្រូត្រាស់ដឹងភ្លាមព្រះអង្គគិតពីរឿងធ្វើម៉េចប្រោះមនុស្សគិតពីរឿងធ្វើម៉េចបណ្ដោះមនុស្សនឹងឯងជាអ្នកបណ្ដោះសម្ភារៈឃើញទេញាតិញោមព្រះអង្គជួបពុទ្ធបរិស័ទព្រះអង្គធ្វើម៉េចព្រះអង្គបណ្ដោះសទ្ធាព្រះអង្គបណ្ដោះការចេះដឹងកាលណាមនុស្សចេះដឹងដោះមនុស្សមួយសម្ភារៈកើតបានច្រើនដូចជាណាថាបណ្ឌិតដោះមួយបានវត្តពេតពុនមួយយីវិសាខាដោះមួយបានវត្តពពេរាមមួយក្រុមញាតិជ្រះថ្លាបានវត្តនិក្រូធេរាមហ្នឹងសំខាន់គឺបណ្ដោះមនុស្សហ្នឹងប៉ុន្តែយើងឥឡូវយើងមិនសូវបណ្ដោះមនុស្សអីញាតិញោមហើយមិនសូវចូលចិត្តបណ្ដោះមនុស្សចូលចិត្តបណ្ដោះតែសំណងផ្សេងប៉ុន្តែមិនបដិសេធទេរឿងសំណងមិនបដិសេធទេអត់សំណងក៏មិនបានដែរប៉ុន្តែវាជាអានិសង្សនៃការដោះមនុស្សសិនណាអានិសង្សនៃការដោះមនុស្សសិនមនុស្សជាអ្នកបណ្ដោះផងជាមនុស្សជាអ្នកថែរក្សាទៀតសម្ភារៈផ្សេងគ្មានចិត្តគ្មានវិញ្ញាណទេបណ្ដោះឲ្យត្រូវថែរក្សាសពថ្ងៃវាច្រើនបណ្ដោះឲ្យអត់ចេះថែទីហោដោយចារិកាខ្លះខំធ្វើម៉េចធ្វើពហិឲ្យទៅហើយអាសឹកណាសួរថាតើធ្វើដើម្បីអីធ្វើឲ្យដើម្បីសឹកខំធ្វើកត់នឹងឲ្យហើយដើម្បីសឹកធ្វើអីធ្វើឲ្យអត់មានកំណត់ថែប៉ុណ្ណឹងហ្នឹងចឹងស្មានិយាយអញ្ចឹងទៅក្នុងនាមជាអ្នកផ្សព្វផ្សាយមិនគួរនិយាយរៀងបាក់ស្មារតីអញ្ចឹងប៉ុន្តែគាត់ថាឃើញអញ្ចឹងបងបើចិត្តជាមេតបវិញសំបីតែចិត្តងាប់ហើយហ្នឹងក៏នៅតែចូលពួកយើងចូលនៅតែអួតរីចម្រើនអញ្ចឹងប៉ុន្តែគ្រាន់ថាបើការពិតយើងមើលទៅវាអញ្ចឹងនិយាយពីការធ្វើបន់វិញកឋិនដូចជាកឋិនអញ្ចឹងសម្រុកទៅរឿងកសាងទេវត្តមួយគ្រាន់តែគ្រូបរៀនឧបត្ថម្ភប្រសង់រៀនអត់ទេអត់សូវសោះឡើយកឋិនមួយបានប្រាក់កសាងច្រើនមែនទែនកឋិនខ្លះបានរាប់ម៉ឺនដុល្លារក៏ប៉ុន្តែអត់មានប្រសង់គង់ប្រសង់អត់ចង្ហាន់អត្តខត្តគ្រូបរិញ្ញាក៏មិនឧបត្ថម្ភអានឹងឯងមិនដឹងថាធ្វើម៉េចឲ្យរីចម្រើនហើយលើកបើតាមពុទ្ធដីកាវិញសាសនារុងរឿងដោយហេតុ5ប៉ុណ្ណាទី1គឺទី1ពុទ្ធបរិស័ទនឹងស្ដាប់ធម៌ដោយសេចក្តីគោរពទី2ពិចារណាធម៌ដោយសេចក្តីគោរពទី3ត្រួតត្រងធម៌ចាំទុកដោយសេចក្តីគោរពទី4រាល់អវាទានសាសន័យរបស់ព្រះសម្មាសម្ពុទ្ធនឹងមិនច្បាស់មិនអាចទុកអញ្ចឹងបានទេមានការតោះកំណត់គ្នាពីការយល់ហ្នឹងក៏មិនអាចទុកអញ្ចឹងបានដែរត្រូវតែផ្ទៀងផ្ទាត់ត្រូវតែសិក្សាឲ្យច្បាស់ដើម្បីត្រួតត្រងទុកឲ្យបានល្អនិងទី4សកច្ចាំងធម្មំបដិបច្ចន្តិប្រតិបត្តិដោយសេចក្តីគោរពអានឹងឯងជាហេតុនៃការរីកចម្រើនពុទ្ធសាសនាហើយការរាវទៅវិញក៏ដូចគ្នាចឹងដែរទី1ពុទ្ធបរិស័ទមិនស្ដាប់ធម៌ទី2មិនពិចារណាធម៌ទី3មិនត្រួតត្រងធម៌ទី4មិនសង្កេតអត្តន័យធម៌ឲ្យបានត្រឹមត្រូវស្អីក៏ស្អីទៅបន់ទៀតតែធ្វើប៉ុន្តែអត់ខ្វល់ខុសក៏ដោយស្អីក៏ដោយអានឹងឯងវិន័យហើយទី5មិនបដិបត្តិធម៌ដោយសេចក្តីគោរពនេះឯងជាហេតុវិន័យពុទ្ធសាសនាមិនមែនថាបាត់កត់បាត់វត្តវិន័យអត់ទេមិនទេដោយព្រះអង្គត្រាស់ថាពុទ្ធសាសនានឹងត្រូវតាំងនៅដល់5000ឆ្នាំហ្នឹងព្រះអង្គអត់មានកំណត់ទីតាំងថានៅឥណ្ឌាហ្នឹងដែរ
ដំបងឡាយវត្តជាតពុនមិននៅឥណ្ឌាណាវត្តពពេរៀមនៅឥណ្ឌាបាត់វត្តបាត់ទៅប៉ុនពុទ្ធសាសនាមិនមែននៅវត្តណាពុទ្ធសាសនានៅជាមួយមនុស្សណាបើមនុស្សនៅឥណ្ឌាអត់គោរពនៅភូមិមាននៅលង្កានៅស្អីស្អីទៀតចឹងទៅមនុស្សអ្នកយកទៅគោរពតទៅទៀតហើយខ្មែរយើងប្រហែលរាល់ថ្ងៃប្រហែលអូយវាមិនងាយបាត់ទៅណាទេងាយបាត់ទៅណាឥណ្ឌាបាត់ទៅហើយខ្មែរយើងមិនមែនស្រុកកំណើតព្រះហ្នឹងរឿងអីថាមិនបាត់យល់មកចាណាមើលឥណ្ឌាស្រុកព្រះផងគង់បាត់ហើយចូលតម្រាំយើងគ្រាន់តែកន្លែងព្រះអង្គផ្សព្វផ្សាយមកហ្នឹងចឹងបើនិយាយពីការធ្វើបុណ្យតាមវត្តភាគច្រើនគោលការណ៍ធ្វើម៉េចឲ្យបានមនុស្សច្រើនដើម្បីអីដើម្បីបានលុយច្រើនតែប៉ុណ្ណឹងគំនិតវាចេញទៅអាក្រក់បាត់ហើយអត់មានគំនិតថាធ្វើម៉េចបើថាត្រឹមឲ្យបានមនុស្សច្រើនអត់តអាក្រក់ទេណាដើម្បីបានមនុស្សច្រើនហើយយើងចែកចាយនៅពធហ្នឹងដល់មនុស្សទាំងឡាយGood